បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែរខ្ញុំចង់ចែករំលែកបងប្អូនពីរបៀបភ្ជាប់គម្រោងប្តូរលុយរបស់ Cell Card គឺមួយខែ$4អញ្ចឹងទទួលបានទិន្នន័យអ៊ីនធឺណិត 25GB និងបន្ថែមអ៊ីនធឺណិតពីលើជាច្រើនទៀតជាពិសេសគឺ SIM Cell Card គឺដំណើរការដោយ 5G តែម្ដងអញ្ចឹងគឺដើរលឿនអញ្ចឹងគឺសម្រាប់បងប្អូនអរគ្នាយកទៅធ្វើដូចជាកាត់តឬក៏មើលនៅទស្សនានៅវីដេអូផ្សេងឬក៏កាត់តឬក៏យើងធ្វើការងារអ្វីមួយតាក់ទងនឹងអនឡាញហ្នឹងអញ្ចឹងខ្ញុំជឿជាក់ថាល្អសម្រាប់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់នៅ SIM Cell Card អញ្ចឹង SIM Cell Card នេះគឺទលំទលាយមែនតើគឺធម្មតាគឺភាគច្រើនគឺសេវាពេញតែម្ដងបងប្អូនបាទនេះគឺកុំឲ្យខាតពេលយូរគឺយើងចូលទៅក្នុងទូរស័ព្ទទាំងអស់គ្នាដើម្បីយើងចូលទៅភ្ជាប់នៅក្នុង app Cell Card តែម្ដងតោះ let's go បាទស្វាគមន៍បងប្អូនអរគ្នាមកកាន់ Channel YouTube របស់ខ្ញុំថ្ងៃនេះថ្ងៃដែរខ្ញុំចង់ចែករំលែកបងប្អូនពីរបៀបចូលទៅភ្ជាប់គម្រោងថ្មីរបស់ Cell Card ហើយ SIM Cell Card នេះគឺឥឡូវនេះគឺជាទៅអាប់ដេតថ្មីគឺ 5G បងប្អូនបាទអញ្ចឹងគឺ 5G គឺដើរលឿនមែនតើអញ្ចឹងគឺអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនអរគ្នាជាពិសេសបងប្អូនដែលត្រូវការប្រើប្រាស់នៅចំនួនទិន្នន័យអ៊ីនធឺណិតច្រើនអញ្ចឹងគឺយើងអាចប្រើប្រាស់បានទូលំទូលាយហើយគឺមិនងាយអស់ទៀតហើយគម្រោងនេះគឺជាគម្រោងប្រចាំខែអញ្ចឹងគម្រោងប្រចាំខែនេះគឺមួយខែតែ$4ទេអញ្ចឹងទទួលបានទិន្នន័យអ៊ីនធឺណិត 25GB និងបូកបន្ថែមពីលើជាច្រើន G ទៀតក្នុងការអាប់ដេតឬក៏ការដំឡើងនៅ 5G នេះគឺក្រុមហ៊ុន Cell Card គឺគាត់នឹងគិតគូរដល់អ្នកដែលប្រើប្រាស់នៅ SIM Cell Card ហ្នឹងគឺគាត់លើកទឹកចិត្តក្នុងការបន្ថែមនៅទិន្នន័យបន្ថែមអញ្ចឹងបូកទិន្នន័យបន្ថែមទៀតហើយ SIM ហ្នឹងគឺអាចប្រើប្រាស់បាន 5G ផងដែរគឺសម្រាប់ទូរស័ព្ទដែលមាន 5G បងប្អូនអរគ្នាឥឡូវយើងចូលមកកាន់ app Cell Card មកបងប្អូនចូលមកកាន់ app Cell Card បែបនេះហើយគឺយើងចូលទៅកាន់កន្លែងបដូរប្រាក់ចូលទៅកាន់កន្លែងបដូរប្រាក់ទៅគឺយើងនឹងឃើញកន្លែងគម្រោងផ្សេងជាច្រើនបងប្អូនចូលមកកន្លែងគម្រោងនេះបងប្អូនបាទនេះគម្រោងទី1 8G មួយអាទិត្យទី2 15G មួយអាទិត្យនេះគម្រោង 25G បងប្អូនបាទចេះចូលលើនឹងមកនេះគឺគម្រោងមួយខែ$4អញ្ចឹងទទួលបានទិន្នន័យអ៊ីនធឺណិត 25GB ទេក្នុងប្រព័ន្ធ2500នាទីផ្ញើសារ2500នាទីសុពលភាពរយៈពេលផុតកំណត់គឺ28ថ្ងៃថែមទាំងបូកនៅចំនួនទិន្នន័យបន្ថែមពីលើទៀតជាច្រើនមែនតើអញ្ចឹងមួយខែ$4គឺនិយាយទៅច្រើនបងប្អូនបាទហើយគេបូកបន្ថែមនៅទិន្នន័យបន្ថែមទៀតនោះអញ្ចឹងគឺធ្វើឲ្យយើងលេងដោយមិនបាច់ព្រួយបារម្ភក្នុងការអស់ទឹកប្រាក់ទេអញ្ចឹងគឺសំខាន់មែនតើសម្រាប់បងប្អូនអរគ្នាដែលប្រើប្រាស់នៅ SIM Cell Card អញ្ចឹង SIM Cell Card ទាំងអស់ដែលទូរស័ព្ទបងប្អូនដែលប្រើប្រាស់នៅ 5G បានហ្នឹងអញ្ចឹងគឺដើរលឿននិយាយទៅតាំងពី 4G មកគឺខ្ញុំជ្រើសរើសតាំងពី 4G មកគឺខ្ញុំប្រើប្រាស់នៅ Cell Card រហូតតែម្ដងបងប្អូនបាទគឺខ្ញុំអត់បោះបង់ចោលទេខ្ញុំធ្លាប់ប្រើ SIM ផ្សេងជាច្រើនតែមិនដំណើរការដោយ Cell Card ទេ Cell Card នេះខ្ញុំរាល់ថ្ងៃនេះថែមទាំងភ្ជាប់នៅ Wi-Fi ទៀតបងប្អូនបាទដោយសារតែការងារយើងច្រើនដែរហើយណាមួយបើសិនជាយើងភ្ជាប់ Wi-Fi ទៅអញ្ចឹងគឺយើងអាចប្រើប្រាស់បានកាន់តែទូលំទូលាយហើយយើងអាចប្រើប្រាស់បានច្រើនឧបករណ៍ទៀតអញ្ចឹងយើងចំណាយចាប់ពី$15ឡើងទៅក្នុងមួយខែអញ្ចឹងក្នុងការភ្ជាប់ Wi-Fi ហើយបងប្អូនអរគ្នាដែលមានតម្រូវការចង់ភ្ជាប់ Wi-Fi ហ្នឹងគឺបងប្អូនអាច
តាក់ទងទៅ cell card ទៅក៏ល្អដែរបងប្អូនបាទឥឡូវនេះគឺគេមានគេដំឡើងគេភ្ជាប់ដំឡើងឲ្យយើងដល់ផ្ទះស្រេចតែម្ដងតែប្រហែលជាខ្ទង់កន្លះម៉ោងអីទេគឺគេអាចដំឡើងបានតែម្ដងហើយអត់ញ៉ៃដូចមុនទេឥឡូវគឺអាប់ដេតថ្មីបងប្អូនបាទហើយខ្ញុំក៏អត់មានច្រើនដែរបងប្អូនដែលចង់ភ្ជាប់គឺបងប្អូនចុចពាក្យថាភ្ជាប់នៅខាងក្រោមនៅក្នុង app cell card នឹងតែម្ដងហើយបងប្អូនមុននឹងភ្ជាប់គឺបងប្អូនត្រូវតែបញ្ចូលទឹកប្រាក់ទើបយើងអាចភ្ជាប់បានយើងមិនបាច់ចំចុចលេខអីញ៉ៃទេគឺយើងអាចចុចភ្ជាប់នៅក្នុង app នឹងបានតែម្ដងហើយខ្ញុំមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបើសិនជាបងប្អូនពេញចិត្តកុំភ្លេចចុច Subscribe នៅ Channel YouTube របស់ខ្ញុំឬក៏ចុច Follow នៅ Facebook Page របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូចែករំលែកថ្មីៗបន្តទៀត Bye bye let's go